រឿងអ្នកពុទ្ធេណីដេរឆានជាសត្វមានចិត្តស្មោះត្រង់មិនសាមញ៉ាំដូចមនុស្សការព្រះសម្ពុទ្ធបរមគ្រូរបស់យើងបរិនិព្វានហើយក្នុងការជាខាងក្រោយមកមានសេដ្ឋីម្នាក់មានទ្រព្យ87កោដនៅក្នុងក្រុងបាតលីបុត្រសេដ្ឋីនោះមានធីតាមួយរូបឈ្មោះពុទ្ធេណីនាងមានអាយុ7ឆ្នាំមេត្តាបិតាស្លាប់ចោលអស់ទៅនៅតែម្នាក់ឯងជាមួយនឹងក្រុមញាតិសម្បត្តិទាំងប៉ុន្មានធ្លាក់នៅលើដៃនាងទាំងអស់នាងពុទ្ធេណីនោះជាស្ត្រីមានរូបល្អដូចជារូបស្រីទេពអប្សរដល់អាយុគម្រប់16ឆ្នាំពួកឥស្សរជនទាំងឡាយមានក្សត្រនិងមន្ត្រីជាដើមតែងចោលរោមដណ្ដឹងនាងតែនាងពុំព្រមយកស្វាមីឡើយព្រោះជាស្ត្រីមាននិស្ស័យខ្ពស់នាងខំតែធ្វើទានរក្សាសិលប្រព្រឹត្តសុចរិតតែម្យ៉ាងថ្ងៃមួយមានឈ្មួញសេះម្នាក់នៅក្នុងទិសឧត្តរបាននាំសេះជាច្រើនចូលទៅលក់ក្នុងក្រុងបាតលីបុត្រទៅសំណាក់ក្នុងរោងទានរបស់នាងបានឃើញចរិយាសម្បត្តិនិងគុណសម្បត្តិរបស់នាងហើយក៏មានចិត្តបដិពាត់ស្រឡាញ់ហាក់បីដូចជាធីតាបង្កើតទើបសុំនាងធ្វើជាកូនចិញ្ចឹមនាងក៏ព្រមតាមពាក្យសុំឈ្មួញសេះនោះបានឲ្យកូនសេះសន្ធវៈមួយដល់នាងក៏មានចិត្តស្រឡាញ់សេះនោះដូចជាកូនបង្កើតខំថែរក្សាដោយចិត្តផ្ចង់ឯសេះក៏បានស្រឡាញ់នាងវិញដូចជាបដាយបង្កើតថ្ងៃក្រោយនាងបានដឹងថាសេះនោះមានមហិទ្ធិឫទ្ធិច្រើនអាចហោះហើរអាចដកអាកាសបានក៏គិតថាអញបានចិញ្ចឹមសេះនេះប្រពៃណាស់ព្រោះមានបំណងចង់ទៅថ្វាយបង្គំព្រះមហាពោធិព្រឹក្សជាយូរមកហើយលុះគត់ដូច្នេះហើយក៏ចាត់ចែងធ្វើភូមិផ្កាមាសព្រមទាំងគ្រឿងក្រអូបផ្សេងមានក្លឹមច័ន្ទជាដើមធ្វើឲ្យវាខ្ចប់ស្រួលបួកាន់ដើរទៅរោងសេះនិយាយប្រាប់សេះថាមនាកូនសម្លាញ់អ្នកជួនម្ដាយទៅថ្វាយបង្គំមហាពោធិព្រឹក្សសេះឮដូច្នោះក៏ដើរចេញពីក្រោលមកឲ្យនាងឡើងជិះលើខ្នងហើយហោះសំដៅទៅមណ្ឌលពោធិព្រឹក្សទៅចុះក្បែរគោលមហាពោធិព្រឹក្សដោយសន្ទុះយ៉ាងរហ័សក្រៃលែងដូចជាបរោះមានកម្លាំងបត់ដុំដៃហើយលាចេញពេលនោះមានព្រះសង្ឃមួយអង្គព្រះនាមធម្មរកតៈព្រមទាំងព្រះសង្ឃដទៃទៀតជាបរិវារនៅថែរក្សាមហាពោធិព្រឹក្សនាងពុទ្ធេណីយកភូមិផ្កាមាសនិងគ្រឿងក្រអូបផ្សេងទៅបូជាមហាពោធិព្រឹក្សហើយបានប្រកាសប្រាប់ដល់ព្រះសង្ឃថាគ្រឿងសក្ការៈនេះសូមព្រះសង្ឃចាត់ចែងទុកដាក់ថែរក្សាចុះតាំងពីការនោះមកនាងតែងជិះសេះទៅបូជានិងបោសសម្អាតគោលមហាពោធិព្រឹក្សតែរាល់ពេលថ្ងៃមួយព្រះរាជាក្រុងបាតលីបុត្របានជ្រាបថានាងពុទ្ធេណីជិះសេះទៅថ្វាយបង្គំមហាពោធិព្រឹក្សតែរាល់ថ្ងៃដូច្នោះក៏ចាត់មកអាមាត្យឲ្យនាំគ្នាទៅចាប់ស្កាត់ចាប់នាងយកមកអភិសេកជាអគ្គមហេសីពេលនោះនាងពុទ្ធេណីបូជាមហាពោធិព្រឹក្សហើយរៀបដំណើរនឹងត្រឡប់មកវិញព្រះធម្មរកតៈជាព្រះអរហន្តបានជ្រាបហេតុដែលអាមាត្យពួនចាំចាប់នោះទើបប្រាប់ដល់នាងពុទ្ធេណីថាមនានាងដល់ត្រឡប់ទៅវិញចូលប្រយ័ត្នខ្លួនកុំប្រមាទនាងពុទ្ធេណីបានទៅដល់ពាក់កណ្ដាលផ្លូវពួកអាមាត្យដែលពួនចាំចាប់នោះនាំគ្នាស្រែកសន្ធាប់ឡើងសេះក៏ភ្ញាក់ហោះឡើងទៅលើអាកាសធ្លាក់នាងពុទ្ធេណីពីខ្នងនាងភ័យខ្លាំងណាស់ខំស្រែកហៅសេះថាណែកូនសម្លាញ់ម្ដាយជួយម្ដាយផងសេះនោះដឹងថានាងធ្លាក់ពីលើខ្នងហើយក៏ហោះចុះដោយសន្ទុះយ៉ាងឆាប់រហ័សយកខ្នងទៅរងទទួលនាងឲ្យជិះដូចដើមវិញឥតឲ្យធ្លាក់ដល់ដៃឡើយ
ទៅហោះទៅដល់គេហដ្ឋានរបស់ខ្លួនដោយសួស្តីតាំងពីពេលនោះមកនាងពុទ្ធនីបានចំណាយទ្រព្យចាត់ចែងទានអារាមដល់អស់87កោដលុះអស់អាយុក៏បានទៅកើតក្នុងស្ថានសួគ៌សោយទិព្វសម្បត្តិបរិបូរណ៍ដោយសុខភាពល្អអស់កាលជាយូរអង្វែងរឿងនាងពុទ្ធនីចប់ត្រឹមតែប៉ុណ្ណេះសូមអរព្រះគុណនិងសូមអរគុណ